រឿងទេវតាសែកសោយកាលពីព្រេងនាយមានមនុស្សកំសត់ពីរនាក់ប្តីប្រពន្ធមានកូនប្រុសមួយកូននោះកើតឡើងវេលាណាមានទេវតាអាក្រក់មកថែរក្សាសែកសោយតាំងពីទេវតាអាក្រក់មកសែកសោយក្មេងនោះថ្ងៃណាឪពុកម្ដាយស្លាប់ចោលអស់ក្មេងនោះនៅជាមួយនឹងជីដូនក៏ថែរក្សាដល់រាបដល់អាយុ20ឆ្នាំថ្ងៃមួយក្មេងនោះចូលក្នុងព្រៃដើម្បីរកអស់កំពុងតែកាប់អស់មានទេវតាមួយអង្គទៀតជាទេវតាល្អជួយឲ្យចម្រុងចម្រើនយសស័ក្តិនិងភោគទ្រព្យសម្បត្តិទេវតានេះនិយាយនឹងទេវតាអាក្រក់ថាតាំងពីអ្នកឯងចូលមករក្សាមនុស្សនេះកាលណាម្ដាយឪពុកគ្នាស្លាប់ចោលអស់ហើយគ្នាលំបាកពន់ពេកឃើញថារឹតនេះឯងពូកែមែនទេវតាអាក្រក់និយាយតបវិញថាអ្នកជឿថាអំណាចខ្ញុំពូកែទេទេវតាល្អឆ្លើយថាខ្ញុំជឿហើយប៉ុន្តែខ្ញុំសូមរក្សាមនុស្សនេះម្ដងទេវតាអាក្រក់ព្រមបើកអំណាចឲ្យទេវតាល្អថែរក្សាហើយហោះទៅទេវតាល្អបណ្ដាលចិត្តមនុស្សនេះកំពុងតែកាប់អស់ក៏ដាក់ជើងចុះហើយភ្ញាក់ខ្លួនព្រើតលោគិតថាអោអញបើអញរស់នៅគ្រាន់អញនឹងរកស៊ីចិញ្ចឹមជីវិតជីដូនអញបើសិនជាអញស្លាប់ទៅតើបានអ្នកណានឹងរកស៊ីចិញ្ចឹមជីដូនអញទៀតបើដូច្នេះអញគិតនិយាយបបួលយាយអញទៅនៅធ្វើខ្ញុំសេដ្ឋីគ្រាន់តែសំបាយគេស៊ីប្រហែលជាគេព្រមហើយគិតតែប៉ុណ្ណេះក៏លែងកាប់អស់ត្រឡប់ទៅផ្ទះវិញទៅដល់និយាយប្រាប់ជីដូនតាមដំណើរសពគ្រប់ដែលខ្លួនបានគិតកាលទៅកាប់អស់ជីដូនបានស្ដាប់ហើយក៏ចូលចិត្តព្រមតាមចៅជីដូននិងចៅក៏នាំគ្នាដើរទៅផ្ទះមហាសេដ្ឋីចូលទៅដល់ផ្ទះក្នុងកំពែងរបងហើយទៅអង្គុយបត់ជើងនៅមាត់ជណ្ដើរមហាសេដ្ឋីលុះបន្តិចទៅមហាសេដ្ឋីប្តីប្រពន្ធក៏នាំគ្នាចេញមកក្រៅក៏លេចទៅឃើញអ្នកទាំងពីរអង្គុយក៏សួរថាឯងមកនេះមានប្រាថ្នាអ្វីបុរសកំសត់នោះឆ្លើយជម្រាបទៅសេដ្ឋីថាខ្ញុំពីរនាក់ជីដូននិងចៅនេះមកសុំនៅធ្វើជាខ្ញុំបម្រើលោកគ្រាន់តែយកបាយចិញ្ចឹមជីវិតមហាសេដ្ឋីស្ដាប់ហើយក៏ឆ្លើយថាអើឯងនៅចុះបុរសនោះជម្រាបទៅមហាសេដ្ឋីថាសូមលោកមេត្តាឲ្យខ្ញុំនៅបម្រើខាងលើផ្ទះបាយហើយនឹងផ្ទះធំមហាសេដ្ឋីព្រមទើបយាយចាស់នោះសូមគ្រាន់តែដេញមន្ទាកុំឲ្យស៊ីស្រូវកាលណាគេយកស្រូវទៅហាបុរសនោះខំយកចិត្តទុកដាក់បម្រើសេដ្ឋីមិនឲ្យទាស់ចិត្តបន្តិចសោះមហាសេដ្ឋីមានចិត្តអាណិតស្រឡាញ់រាប់អានលុះយូរទៅប្រមាណជា 3-4 ឆ្នាំបរោះនោះសូមមហាសេដ្ឋីទៅឃ្វាលគោក្របីវិញដល់ទៅនៅឃ្វាលក្របីផ្លាស់អស់ពូខ្សែចាស់ទាំងប៉ុន្មានជួសជុលក្រោលឲ្យស្អាតល្អឡើងក្របីទាំងអស់ចំនួន 1000 ក្បាលដល់យូរទៅមហាសេដ្ឋីប្តីប្រពន្ធនាំគ្នានិយាយថាតាំងពីអានេះទៅឃ្វាលក្របីយើងមិនដែលទៅមើលវាម្ដងសោះដូច្នេះត្រូវយើងនាំគ្នាទៅមើលម្ដងក៏នាំប្តីប្រពន្ធចុះទៅដល់លុះទៅដល់មើលទៅក្របីខ្សែពូនិងក្រោលពេញចិត្តទាំងអស់ក៏ត្រឡប់មកវិញនិយាយគ្នាថាអានេះជាមនុស្សល្អកាលដែលខ្ញុំយើងវារក្សាពីមុនមកមិនដែលមានប្រដាប់សម្រាប់ក្របីថ្មីយ៉ាងនេះទេឥឡូវនេះមានព្រមអានេះជាមនុស្សចិត្តត្រង់នឹងចវាយនាយបុរសនោះទៅឃ្វាលក្របីរាល់ថ្ងៃមានកាលមួយថ្ងៃនោះពេលល្ងាចដេញក្របីត្រឡប់មកក្រោលវិញមកដល់ត្រពាំងមួយដេញក្របីចុះទៅដល់ក្នុងត្រពាំងទៅជន់នឹងដុំមាសនៅក្នុងបឹងនោះបែរទៅខាងណាក៏សុទ្ធតែមាសពេញទាំងបឹងទាំងអស់បុរសថាដុំថ្មអ្វីច្រើនម្លេះប៉ះជើងអញស្ទើរស្លាប់ហើយថាហើយក៏លូកទៅយកដុំមាសមួយដុំនោះមកថាអញយកដុំថ្មនេះទៅផ្ញើយាយអញព្រោះថ្មនេះល្អបុរសនោះដេញក្របីយកមកក្រោលរួចហើយក៏យកដុំមាសនោះទៅឲ្យជីដូនបានឃើញដុំមាសហើយសួរថាចៅយកពីណាមកយកទៅវិញទៅយាយមិនហ៊ានយកទេដុំមាសអីធំម្លេះបុរសដឹងថាជាដុំមាសដូច្នេះហើយក៏យកទៅទុកក្នុងបឹងវិញចំណាំកន្លែងទុកនោះរួចត្រឡប់មកវិញថ្ងៃក្រោយមកព្រះមហាក្សត្រទ្រង់លបងចិត្តពួកសេនាបតីទ្រង់មានព្រះបន្ទូលទៅនឹងអាមាត្យថាអ្នកឯងទៅប្រាប់សេនាទាំង4ថាល្ងាចនេះឲ្យទៅដេកចាំព្រះបរមរាជវាំងនៅចុងព្រះរាជរោងអាមាត្យនាំយកព្រះបន្ទូលទៅជម្រាបសេនាទាំង4តាមដំណើរសេនាបតីទាំងនោះក៏រៀបខ្លួនមកដេកតាមព្រះរាជអង្ការពេលមកដេកនោះមិនគិតប្រុងប្រយ័ត្នសោះគិតតែពីដេកទល់ភ្លឺ
លុះយប់ជ្រៅស្ងាត់ស្ដេចទ្រង់យាងមកទូតសេនាទាំង4នោះឃើញដេកទាំងអស់គ្នាក៏ទ្រង់យាងត្រឡប់ទៅក្រឡាបន្ទំវិញដល់ព្រឹកឡើងទ្រង់មានព្រះបន្ទូលឲ្យចាប់សេនាទាំង4នេះយកទៅកាប់ចោលទៅលុះល្ងាចក្រោយមកទៀតទ្រង់មានព្រះរាជបន្ទូលទៅមហាសេដ្ឋីទាំង4ឲ្យមកដេកដូចមុនមហាសេដ្ឋីដែលជាចៅហ្វាយបរោះកំសត់នោះភ័យណាស់ព្រោះមិនដឹងជាមានរឿងអ្វីបានជាស្ដេចឲ្យសម្លាប់សេនាទាំង4នោះឥឡូវដល់មកខ្លួនទៀតថាមុខជាស្លាប់ហើយកូនប្រពន្ធទាំងប៉ុន្មានយំសោកទាំងអស់គ្នាលុះបន្តិចទៅឮទៅដល់បរោះកំសត់ក៏ឡើងមកសួរថាហេតុម្ដេចបានជាយំសោកយ៉ាងនេះមហាសេដ្ឋីប្រាប់ទៅតាមរឿងបរោះថាបើដូច្នេះខ្ញុំសូមទៅដេកជំនួសមហាសេដ្ឋីឮដូច្នេះហើយក៏អន់ណាស់ឲ្យរកសម្ពុតអាវល្អយកមកឲ្យបរោះកំសត់នោះស្លៀកដោយគិតថាមុខជាស្លាប់ហើយលុះបរោះរៀបខ្លួនស្រេចនឹងទៅដេកចាំវាងជាមួយពួកមហាសេដ្ឋីទៀតតែពេលទៅនោះបរោះនោះយកទាំងដាវមួយជាមួយផងទៅដល់ហើយក៏ដេកពួកមហាសេដ្ឋីឯទៀតគេនៅអង្គុយនិយាយគ្នាលេងលុះដល់យប់ជ្រៅទើបនឹងគ្នាដេកអស់ទៅបរោះនោះដឹងថាគេដេកស្ងាត់ក៏ក្រោកឡើងអង្គុយម្នាក់ឯងលុះយប់ជ្រៅស្ងាត់ស្ដេចទ្រង់ចេញមកដូចមុនទៀតមកដល់ចុងព្រះរាជវាំងបរោះនោះក្រឡេកឃើញទាញដាវបានដេញកាប់ធ្វើជាការផុតស្ដេចរត់រួចខ្លួនក្នុងមួយយប់នោះសម្ដេចចេញមក3ដងបរោះនោះដេញកាប់ទាំង3ដងស្ដេចទ្រង់រត់ទៅវិញលុះព្រឹកឡើងស្ដេចទ្រង់មានព្រះបន្ទូលឲ្យចាប់សេដ្ឋីទាំង3នាក់ដែលដេកនោះយកទៅកាប់ចោលហើយទ្រង់មានព្រះរាជបន្ទូលឲ្យហៅបរោះកំសត់នោះទៅទ្រង់មានព្រះរាជបន្ទូលសួរបរោះកំសត់ថាឯងជាសេដ្ឋីឈ្មោះអ្វីបរោះកំសត់ក្រាបទូលថាទូលបង្គំជាខ្ញុំជាកូនមហាសេដ្ឋីឈ្មោះនោះស្ដេចមានព្រះបន្ទូលឲ្យទៅហៅមហាសេដ្ឋីដែលជាចៅហ្វាយបរោះកំសត់នោះមកទ្រង់មានព្រះរាជបន្ទូលសួរថានេះជាកូនអ្នកឯងមែនឬអ្វីមហាសេដ្ឋីក្រាបទូលឆ្លើយទទួលថាកូនមែនស្ដេចមានព្រះបន្ទូលថាបើកូនមហាសេដ្ឋីឯងអញសូមធ្វើជាកូនអញមហាសេដ្ឋីក៏ថ្វាយបរោះនោះទៅស្ដេចហើយក្រាបបង្គំលាទៅវិញស្ដេចមានព្រះរាជបុត្រីមួយព្រះអង្គក៏ទ្រង់រៀបសំគុំនឹងបរោះកំសត់នោះជាប្តីប្រពន្ធទៅហើយអភិសេកឲ្យឡើងសោយរាជសម្បត្តិដោយអំណាចនៃទេវតាល្អចុះមកសែកសោយរក្សាលុះសោយរាជយូរទៅស្ដេចបរោះនឹកឃើញដល់ទៅមាសដែលនៅក្នុងបឹងត្រាស់បង្គាប់ទៅមហាសេដ្ឋីឪពុកឲ្យទៅដឹកមាសនោះមកដាក់ក្នុងឃ្លាំងទុកមានមួយថ្ងៃស្ដេចបរោះនោះចង់ចេញទៅកាន់ចុងព្រះរាជរោងហើយសេនាបតីគល់ក៏ទៅទូលស្ដេចឪពុកទ្រង់ហាមថាឯងជាតិជារាជបើចេញទៅត្រូវយកមហេសីទៅផងស្ដេចបរោះទ្រង់យាងចេញទៅកាន់ចុងព្រះរាជរោងជាមួយនឹងព្រះអគ្គមហេសីនិងនាម៉ឺនទាំងពួកគល់ត្រៀបត្រាវេលានោះទេវតាអាក្រក់ដែលរក្សាបរោះនោះអំពីដើមត្រឡប់មកវិញក៏ជួបទៅនឹងទេវតាល្អហើយនិយាយថាឥឡូវនេះអ្នករក្សាមនុស្សនេះតាំងពីនៅលំបាកទាល់តែបានធ្វើស្ដេចថែមទៀតនេះឃើញថាអំណាចអ្នកពូកែមែនបើដូច្នេះឯងចេញទៅឲ្យខ្ញុំរក្សាម្ដងវិញទេវតាល្អប្រគល់ស្ដេចកំសត់ឲ្យទៅទេវតាអាក្រក់ហើយហោះទៅពេលនោះមានភ្លៀងផ្គរទេវតាអាក្រក់ក៏បណ្ដាលចិត្តស្ដេចបរោះនោះមួយរំពេចស្ដេចនោះមិនបានគិតលោជាមានព្រះបន្ទូលចំពោះមុខនាម៉ឺនដែលគល់ត្រៀបត្រាថាអញលឺគោលន់ត្រណោះកាលនៅគ្រាក្របីពីដើមណាស់ត្រាស់តែប៉ុណ្ណេះម៉ែស្អីក៏ស្ទុះរត់ទៅរកព្រះបិតាហើយក្រាបទូលថ្វាយព្រះបិតាមិនគួរឲ្យខ្ញុំម្ចាស់ទៅឲ្យបរោះគ្រាក្របីនោះសោះខ្ញុំម្ចាស់លែងយកហើយព្រោះវានិយាយចំពោះមុខនាម៉ឺនដែលគល់ត្រៀបត្រាថាលឺគោលន់ស្រណោះកាលនៅគ្រាក្របីពីដើមខ្ញុំម្ចាស់ខ្មាស់ពួកនាម៉ឺនសពមុខមន្ត្រីណាស់ខ្ញុំម្ចាស់មិនយកជាប្តីទេស្ដេចបិតាឮដូច្នេះក៏ឲ្យចាប់ស្ដេចនោះយកទៅដាក់គុកទៅដាក់គុកបានពាក់កណ្ដាលថ្ងៃទេវតាល្អដែលរក្សាមនុស្សនោះត្រឡប់មកវិញហើយនិយាយទៅនឹងទេវតាអាក្រក់ថាអ្នកមានរិទ្ធណាស់ចូលមករក្សាភ្លាមស្ដេចបរោះនោះជាប់គុកភ្លាមដូច្នេះអ្នកអញ្ជើញចេញទៅទុកឲ្យខ្ញុំរក្សាវិញរួចហើយទេវតាល្អក៏បណ្ដាលចិត្តស្ដេចបរោះនោះនឹកឃើញភ្លាមថាអញមិនគួរផ្លត់សម្ដីឲ្យទាល់តែជាប់គុកសោះប៉ុន្តែគ្មានអ្នកណាដឹងថាអញជាប់គុកនៅឡើយទេដូច្នេះអញបង្គាប់ទៅសេដ្ឋីឪពុកអញឲ្យយកមាសដែលយកពីក្នុងបឹងនោះទៅធ្វើរូបក្របី100ដាក់ជើងពៀនមាស100ឲ្យយកមកឲ្យអញក្នុងថ្ងៃស្អែកនេះពីព្រឹកគិតតែប៉ុណ្ណេះក៏ប្រើមេគុកឲ្យទៅប្រាប់សេដ្ឋីស្ដេចមានព្រះបន្ទូលថា
ឲ្យយកមាសដុំធ្វើជារូបក្របី100ដាក់លើជើងពាន100ហើយយកទៅថ្វាយស្ដេចកន្លែងទ្រង់សេដ្ឋីឮហើយក៏ហៅជាងទាំងពួងឲ្យធ្វើក្នុងមួយយប់ទាល់តែហើយលុះព្រឹកឡើងឲ្យពួកខ្ញុំស្រីសេដ្ឋី100នាក់កាន់ទូលទៅថ្វាយក្នុងព្រះរាជវាំងស្ដេចបិតាក្មេកទតមកឃើញឲ្យអាមាត្យរត់ទៅមើលអាមាត្យមកក្រាបទូលវិញទ្រង់មានព្រះរាជបន្ទូលឲ្យហៅអ្នកទូលក្របីនោះមកហើយទ្រង់មានព្រះបន្ទូលសួរថានាងឯងរាល់គ្នាយកក្របីមាសនេះទៅណាស្រីទាំងនោះទូលថាខ្ញុំម្ចាស់យកមកថ្វាយព្រះអង្គស្ដេចទ្រង់ជ្រាបឲ្យហៅព្រះរាជបុត្រីជាមហេសីស្ដេចកំសត់ឲ្យចេញមកមើលហើយមានព្រះបន្ទូលថាកូនអើយដែលប្តីឯងថាសំណោះកាលគ្រាក្របីនោះមិនមែនក្របីសត្វនោះទេគឺរូបក្របីមាសនេះឯងកូនមើលក្របីនេះចុះណាហើយកូនកុំខឹងនឹងប្តីយកប្តីវិញទៅមានព្រះបន្ទូលតែប៉ុណ្ណេះក៏ទ្រង់ឲ្យទៅដោះស្ដេចបុរសកំសត់នោះមកហើយទ្រង់អភិសេកនឹងនាងជាបុត្រីឲ្យឡើងសោយរាជ្យសប្បាយរៀងទៅព្រមទាំងតាយាយជាមេតាបុរសនោះផងដែរអរគុណសម្រាប់ការតាមដានស្ដាប់និងទស្សនា